ដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិនរបស់ខ្ញុំ3យប់4ថ្ងៃនៅក្នុងរោងចក្រ Busi ដែលផលិតBusi Speed របស់យើងណាចឹងបងប្អូនកុំភ្លេច comment ពាក្យ Speed like និង share comment ម្នាក់មួយដើម្បីយើងចាំវ័នពេលខ្ញុំត្រឡប់ទៅវិញចឹងព្រឹកនេះយើងឡើងពីព្រឹកដើម្បីទទួលទានអាហារពេលព្រឹករួចក៏តាក់ស៊ីខាងរោងចក្រក៏បានមកយកយើងនៅហូតែលហើយយើងក៏ចេញដំណើរទៅបាទពីហូតែលយើងទៅគឺមានចម្ងាយឆ្ងាយដែរគឺចម្ងាយ70គីឡូបងប្អូនប៉ុន្តែមានអារម្មណ៍ថាចិត្តមែនទែនដោយសារតែផ្លូវគេផ្លូវលឿនលឿនរហូតណាចឹងក៏យើងបានមកដល់រោងចក្រហើយក៏គាត់ឲ្យយើងផឹកតែផឹកអីជំនុំគ្នាហើយក៏គាត់ឲ្យយើងទៅមើលកន្លែងសិប្បកម្មនៃការផលិតពីស្តង់ដាររបស់គាត់ចឹងណាអញ្ចឹងនៅក្នុងការផលិតនេះក៏គាត់បានប្រាប់យើងជាច្រើនពីរបៀបនៃការផលិតមិនបាន Busi ល្អធ្វើមិនបានល្អគេសិតតែមានបច្ចេកទេសនិងtechnique តាក់ទិចរៀងខ្លួនរោងចក្រផលិត Busi វាមានច្រើនបងប្អូនប៉ុន្តែតាក់ទិចនេះមួយគឺសំខាន់ណាស់មិនខុសពីអ្នកគេធ្វើនំម្នាក់ធ្វើឆ្ងាញ់ម្នាក់ធ្វើអត់ឆ្ងាញ់នោះទេអញ្ចឹងគឺគាត់ល្អិតល្អន់មែនទែននៅក្នុងការពិនិត្យនិងមើលគុណភាពប៉ុន្តែភាគច្រើនគឺសិតតែម៉ាស៊ីនដែលធ្វើបងប្អូនហើយរាល់គ្រឿងបន្លាស់ទាំងអស់គឺគាត់ធ្វើខ្លួនឯងទាំងអស់បងប្អូនតាំងពីចុងជើងដល់ចុងសក់ហ្នឹងគឺនៅក្នុង Busi ហ្នឹងគឺគាត់ធ្វើខ្លួនឯងទាំងអស់ណាមិនថាដុតអំបែងឡដុតអំបែងក៏គាត់ដុតខ្លួនឯងប្រភេទគ្រឿងផ្សំអីផ្សេងគឺគាត់ធ្វើខ្លួនឯងទាំងអស់បងប្អូនអញ្ចឹងមូលហេតុហ្នឹងហើយបានយើងខ្ញុំកំងគុណភាពបែបណាគឺគាត់ធ្វើឲ្យបានបែបហ្នឹងណាកំងចង់ឲ្យភ្លើងខ្លាំងសម្រាប់ហ្គាសអញ្ចឹងគាត់បញ្ជាក់ច្បាស់ហ្មងគឺថាBusi សម្រាប់ហ្គាសគឺហ្គាសហើយអត់អាចយកទៅហ្គាសយកទៅដាក់សាំងបានតែសាំងយកមកដាក់ហ្គាសអត់បានទេ Busi សាំងយកមកដាក់ហ្គាសអត់កើតទេអាហ្នឹងគាត់ប្រាប់ណាវាប្រើបានដែរប៉ុន្តែវាអត់ល្អទេនេះសិតតែកន្លែងធ្វើមុខធ្វើអីធ្វើស្នែធ្វើស្នូលអីណាបងប្អូនអញ្ចឹងគឺនេះអំបែងគឺគាត់ដុតខ្លួនឯងអញ្ចឹងគឺគាត់ប្រាប់ដែរ Busi ហ្គាសត្រូវការដុតខ្លាំងមែនទែនមិនដុតធម្មតាទេអញ្ចឹងការលាយធ្វើអំបែងធ្វើអីនេះគឺត្រូវការធ្វើឡើងមកទាំងអស់តែម្ដងអានេះអ្វីដែលគាត់ប្រាប់ខ្ញុំណាអញ្ចឹង Busi យើងនេះគឺគាត់ធ្វើលក្ខណៈពិសេសខុសគេហ្មងហើយតម្លៃក៏ខុសគេតាមនឹងដែរបងប្អូនអញ្ចឹងមូលហេតុហ្នឹងហើយបានតម្លៃរបស់ខ្ញុំតែបងប្អូននៅតែសរសើរថាគុណភាពហើយនឹងតម្លៃគឺវាអត់ថ្លៃទេសំខាន់ទៅលើគុណភាពនេះឯងអញ្ចឹងតម្លៃប៉ុណ្ណឹងទទួលយកបានហើយបើបងប្អូនចង់បានថោកក៏បានតែផលិតបានទាំងអស់បងប្អូនថោកថ្លៃផលិតបានទាំងអស់ប៉ុន្តែគុណភាពវាទៅតាមនឹងតែខ្ញុំអត់ឲ្យគាត់ផលិតអន់ទេខ្ញុំឲ្យគាត់ផលិតអាល្អតែម្ដងសម្រាប់បងប្អូននៅក្នុងការប្រើប្រាស់ណាកុំឲ្យយើងខាតពេលវេលាខាតលុយកាក់យើងខំរកខំសំខំទុកដាក់ឲ្យយើងយកទៅទិញទៅរបស់វាអត់ស្តង់ណាឥឡូវយើងក៏បានមកដល់កន្លែង office គាត់បាទហើយនេះ Busi យើងមិនទាន់រួចរាល់ទេតែអានេះគាត់ឲ្យមើលណាអញ្ចឹងកន្លែងមិញហ្នឹងគឺគេពងផលិត Busi Speed Performance របស់យើងហើយនិយាយទៅគឺក្រិតក្រមមែនទែនពីមួយដំណាក់កាលទៅមួយដំណាក់កាលគឺគាត់បត្រួតពិនិត្យគ្រប់ស្តង់ដាររបស់គាត់ណាឥឡូវក៏ចេញពីកន្លែងរោងចក្រគាត់គឺយើងទៅញ៉ាំអីនៅកន្លែងហាងមួយបាទនៅក្នុងប្រទេសចិនហ្នឹងអញ្ចឹងអ្នកមាននៅស្រុកនេះភាគច្រើនគឺជិះឡានអាមេរិកបងប្អូនអាមេរិកអាឡឺម៉ង់អារ៉ុបណាអត់យល់ទេអត់ដឹងមិនទេភាគច្រើនលួចស៊ីTesla អញ្ចឹងទៅ BMW Audi Mercedes អីចឹងណាហើយភាគច្រើន Volvo ហ្នឹងឯម៉ាកហ្នឹងអញ្ចឹងយើងមកដល់កន្លែងញ៉ាំអីហើយគឺទឹកចិត្តនេះមិនអាចចិត្តពួកគាត់ពិតជាល្អមែនទែនយើងធ្លាប់តែឃើញនៅយើងទទួលចិនមកស្រុកខ្មែរឥឡូវនេះយើងមានមោទនភាពដែរដែលខ្មែរមកប្រទេសចិនហើយចិនទទួលរាក់ទាក់ឲ្យតម្លៃជាជនជាតិខ្មែរម្នាក់ដែលរស់ស៊ីសហការជាមួយគាត់ចឹងណាចឹងយើងមានតម្លៃគួរសមឬមួយក៏មានមោទនភាពបងប្អូនចឹងនេះវប្បធម៌នៅក្នុងប្រទេសចិនគឺញ៉ាំអាហារហើយគឺគេនិយាយគ្នាហើយគឺអុចប្រៃឲ្យគ្នាទៅវិញទៅមកនេះឯងចឹងបន្ទាប់ពីយើងចេញពីកន្លែងញ៉ាំអីហើយក៏គាត់ជួនតែយើងទៅរកកន្លែងមិត្តភ័ក្តិរបស់គាត់គឺ
ផលិតMobin ណាបងប្អូនចឹង Mobin ហ្នឹងគឺយើងខ្ញុំសិក្សាបានច្រើនមែនទែនតាក់ទងនឹង Mobin LAN ហ្នឹងគឺយើងទៅអង្គុយផឹកតែជំនុំគ្នានៅក្នុងរោងចក្រហ្នឹងយើងនិយាយពីបញ្ហានៅក្នុងស្រុកខ្មែរ Mobin ស្រុកខ្មែរហ្នឹងភាគច្រើនវាជួបបញ្ហាអីគេបញ្ហាទី1គឺវាឆាប់ងាប់ជ័រងាប់អីអញ្ចឹងរោងចក្រនេះគឺផលិតខ្លួនឯងទាំងអស់ដូច Busi ដែរមិនថាគ្រឿងជ័រគ្រឿងអីទេគឺគេមានប្រភេទកាវប្រភេទជ័រផលិតកាវផលិតជ័រហ្នឹងមកខ្លួនឯងទាំងអស់ហ្មងអត់មាននាំចូលពីនេះពីនោះដើម្បីយកមកគុំទេអត់ទេគឺគេផលិតខ្លួនឯងទាំងអស់ពីការដុតលាយដុតអីចាក់ជ័រចាក់កាវគឺគេធ្វើប្រភេទគ្រឿងភ្លើងឬមួយក៏អីហ្នឹងគឺគេធ្វើខ្លួនឯងទាំងអស់តែម្ដងបងប្អូនអញ្ចឹងគឺគាត់បានប្រាប់ខ្ញុំដែរថាឥឡូវហ្នឹងខ្ញុំចង់យកទៅតេស្តប៉ុន្តែខ្ញុំចង់តេស្តទៅលើឡានហ្គាសបានអត់គាត់ថាពុំប៊ីនអស់នេះគឺប្រើសម្រាប់ហ្គាសគឺអត់កើតទេប្រើបានវាបានហើយប៉ុន្តែវាអត់ល្អវាអត់ធន់សម្រាប់សម្រាប់បរិបទហ្គាសទេដោយសារតែការផលិតរបស់មួយគឺវាមានចំណុចការប្រើប្រាស់រៀងខ្លួនដូចថាឡានហ្នឹងគេប្រើសម្រាប់ឡានសាំងយើងយកទៅប្រើហ្គាសគឺវាអត់ត្រូវជាមួយស្តង់ដាររបស់វាទេអញ្ចឹងយើងប្រើខុសស្តង់ដាររបស់វាគឺវាឆាប់ខូចនឹងឯងអញ្ចឹងបើយើងចង់បាន Mobin gas គឺយើងត្រូវផលិត Mobin gas គឺប្រើវត្ថុធាតុដើមល្អជាង Mobin ធម្មតាបានទៅរួចកាវឲ្យភ្លើងនិងជ័រពិសេសជ័រនឹងតែម្ដងខ្ញុំប្រាប់ថា Mobin ស្រុកខ្មែរវាច្រើនវាបែកឆាប់ងាប់ជ័រណាអាជ័របំពង់វាហ្នឹងអញ្ចឹងធ្វើមិនកុំឲ្យវាឆាប់ខូចហើយកុំឲ្យវាដាច់ភ្លើងអញ្ចឹងគាត់ថារឿងភ្លើងរឿងអីហ្នឹងគាត់តម្លើងតម្លាក់អីបានទេប៉ុន្តែអាស្រ័យទៅលើអាច័របំពង់ហ្នឹងឯងដែលយើងត្រូវលាយគ្រឿងផ្សំល្អជាង Mobin សាំងណាអញ្ចឹងខ្ញុំគិតហើយថាបើសិនជា Mobin នឹងប្រើបានគេដល់ទៅដល់ហ្គាសអញ្ចឹងសម្រាប់សាំងគឺអត់មានបញ្ហាទេបងប្អូនគឺបងប្អូនប្រើទៅបើសិនជា Mobin នឹងហ្គាសប្រើបានមួយឆ្នាំអញ្ចឹងបងប្អូនប្រើយកទៅដាក់ឡានសាំងប្រកបណាបងប្អូនប្រើបាន 2-3 ឆ្នាំទេមិនតាន់ទៅណាផងបងប្អូនអញ្ចឹងគឺគាត់ឥឡូវហ្នឹងគឺគាត់ផលិតឲ្យខ្ញុំយកទៅតេស្តមើលដើម្បីធ្វើជាគំរូអញ្ចឹងបងប្អូនណាដែលប្រើ Mobin ប្រើហ្គាសឲ្យរត់តាក់ស៊ីរាល់ថ្ងៃអីបងប្អូនអាចតាក់ទងមកខ្ញុំបានពី Mobin រួចរាល់ខ្ញុំនឹងប្រកាសស្វែងរកបងប្អូនដើម្បីយកមកធ្វើតេស្តការប្រើប្រាស់សាកតែម្ដងអញ្ចឹងបន្ទាប់ពីចេញមកហើយគឺយើងមកតែលមកឲ្យគាត់ហើយគាត់ជជែកយើងបន្ថែមតិចទៀតក៏គាត់ជូនសុំគាត់មកផ្ទះបងប្អូនអត់ឲ្យមកទេគឺជូនយើងតរហូតដល់តែម្ដងហើយជូនមកក៏អត់ភ្លេចដែរគឺនាំយើងមកហូបកន្លែងហាងបងគាត់គឺទំនើបមែនទែនហើយមកហូបច្រើនណាស់មកពេលគឺសុំខ្លាចដៃអីមកពេល 4-10 មុខចង់ទៅបងប្អូនហើយទឹកចិត្តនេះមិនអាចកាត់ថ្លៃបានទេគឺគាត់ស្វាគមន៍យើងយ៉ាងកក់ក្ដៅតែម្ដងសំខាន់នោះគឺជីដី70គីឡូហើយគាត់អាយុរៀងច្រើនដែរគាត់បើកពីអ្នកប្តីប្រពន្ធជូនយើងទៅដល់តែម្ដងអានេះគឺជាមោទនភាពមួយដែលខ្មែរយើងបានមកដល់ហ្នឹងហើយគាត់ក៏និយាយដែរថាលើកទី1ហើយដែលជនជាតិខ្មែរហ៊ានមកដល់ហ្នឹងហើយតំណនៅក្នុងការរកស៊ីជាមួយគាត់ចឹងណាគាត់ថាដែលមានជនជាតិខ្មែរណាដែលមកដល់ហ្នឹងហើយមកដល់រោងចក្រគាត់បែបហ្នឹងទេនេះគឺជាលើកទី1ហើយសម្រាប់ប្រជាជនខ្មែរដែលសហការរកស៊ីជាមួយគាត់បែបហ្នឹងអញ្ចឹងនេះគឺគាត់ជូនយើងមកដល់តែម្ដងអរគុណច្រើនហើយទឹកចិត្តនេះមិនអាចកាត់ថ្លៃបានទេបងប្អូនគឺល្អណាស់បងប្អូនសាកសម័យមើលបើសិនយើងទៅប្រទេសគេហើយគេឲ្យតម្លៃប្រជាជនខ្មែរយើងសប្បាយចិត្តអត់ Busi Speed Performance របស់យើងគឺយើងមាន promotion 20% ជូនបងប្អូនទាំងអស់គ្នានៅក្នុងការប្រើប្រាស់សម្រាប់បងប្អូនជាម្ចាស់ការ៉ាសឡានបងប្អូនអាចតំណមកតាម page របស់ខ្ញុំបានគឺយើងមានតម្លៃពិសេសជូននៅក្នុងការយកទៅលក់បន្តអរគុណច្រើនបងប្អូនទាំងអស់គ្នា